បន្ទាប់ពីធ្លាក់ភ្លៀង2មេហើយបងប្អូនហើយឥឡូវនេះគឺចាប់ផ្ដើមយកដើមបឺហ្នឹងទៅដាំព្រោះដោយសារតែដីខាងខ្ញុំតតែមានភ្លៀងធ្លាក់មកអញ្ចឹងបានដីខាងខ្ញុំវាធូរស្រួលកាប់បើសិនជាអត់មានភ្លៀងទេទៅដាំអីក៏អត់កើតដែរព្រោះដោយសារតែដីហ្នឹងគឺវារឹងខ្លាំងណាស់ហើយតែការដែលខ្ញុំយកមកដាំនេះគឺដាំចំនួននឹងដើមមកខុដនេះគឺវាងាប់បាត់ទៅអញ្ចឹងយើងយកដើមបឺមកដាក់កន្លែងដើមមកខុដហ្នឹងម្ដងហើយបើកូនប្រុសខ្ញុំនេះជួយណាស់ជួយដកជួយទាញជួយអីតែជួយវាមិនចាញ់ឲ្យតែខ្ញុំធ្វើការអីហ្នឹងគឺត្រូវទៅជួយខ្ញុំនឹងឯងហើយបើយើងកាប់នេះតែមិនប្រយ័ត្នហ្នឹងតែគាត់មកចិត្តនឹងខ្លាចតែត្រូវជាប់នឹងឯងបងប្អូនហើយសម្រាប់ដីខាងខ្ញុំតតែភ្លៀងធ្លាក់អញ្ចឹងបានកាប់កើតនេះភ្លៀង2មេបងប្អូននៅកាប់អត់ចង់ចោះទៀតខ្ញុំកាប់នឹងឡើងតឹងពើងហ្មងកាប់តម្រាំតែបានដៅធំប៉ុណ្ណឹងក៏មិនងាយស្រួលដែរបងប្អូនហត់ឡើងណាដៃឡើងពងអស់ហើយព្រោះដោយសារតែអត់បានពាក់ស្រោមដៃហើយណាមួយយើងខានធ្វើការងារយូរបងប្អូនហើយសម្រាប់រណ្ដៅខ្ញុំដាំបឺនេះគឺខ្ញុំកាប់រៀងធំបងប្អូនព្រោះដោយសារដើម្បីឲ្យពេលដែលយើងដាក់ដាំបឺទៅឬវាងាយចាក់លឿនណាហើយបន្ទាប់មកមុននឹងយើងដាំគឺយើងត្រូវតែមកកាប់អាចមន់ដាក់សិនបងប្អូនសម្រាប់ខាងខ្ញុំមានតែជីអាចមន់នឹងឯងពេលដែលខ្ញុំដាំដំណាំអីម្ដងគឺខ្ញុំប្រើតែជីអាចមន់នឹងទេយើងចាំមន់ហើយយើងបានអាចមន់យកមកធ្វើជីទៀតបងប្អូនហើយចំណេញអត់ឥឡូវហ្នឹងគឺយើងចាក់វាមកលើលបាយដីហ្នឹងមកហើយយើងយកចបហ្នឹងមកជ្រោយវាបន្ថែមមកដើម្បីឲ្យវាចូលជាតិជាមួយនឹងដីហ្នឹងសព្វល្អអញ្ចឹងកាលណាដែលយើងកប់ជាមួយនឹងដើមបឺហ្នឹងទៅវាបឺតជីទាំងខាងក្រោមទាំងខាងលើទាំងអស់ហ្មងហើយដើមបឺដែលខ្ញុំបដោះនេះបងប្អូនវាដុះរឹសចេញមកខាងក្រៅអស់ខាងក្រៅធោហ្នឹងដល់ពេលអញ្ចឹងចាក់អត់ចេញទេវាជាប់ចាក់រឹសនៅនឹងឯងទាញមិនក៏ទាញចេញទាញមិនក៏ទាញចេញដែរអញ្ចឹងវិធីមួយគឺមានតែយកកបិតហ្នឹងមកជួយគាស់នឹងឯងព្រោះដោយសារតែរឹសវាចាក់ពេញនឹងអស់ហើយជាពិសេសរឹសវាចាក់ទៅខាងក្រោមចាក់ទៅខាងក្រៅធោដល់ពេលអញ្ចឹងទៅយើងដកអត់ចេញទេអញ្ចឹងតើមានរបស់ជំនួយគឺមានតែយកកបិតហ្នឹងមកជួយចាក់មកជួយចែវនឹងបងប្អូនហើយបានយើងចាក់ដើមបឺហ្នឹងចេញយកមកដាក់ដាំបានណាគាស់តម្រាំតែអញ្ចឹងហ្នឹងបងប្អូនហើយរៀងយូរដែរហ្នឹងព្រោះដោយសារតែវាជាប់រឹសនៅក្នុងធោហ្នឹងច្រើនអញ្ចឹងមុននឹងដាក់ដាំគឺយើងកាយដីធ្រាប់អាចមន់តិចមកកុំឲ្យវាជាប់ជាមួយនឹងរឹសខ្លាំងពេកអញ្ចឹងទៅធ្វើឲ្យវាក្តៅរឹសអញ្ចឹងវាទៅជាងាប់វិញយីបានដាក់ជីហើយតែយើងដាក់មិនប្រយ័ត្នហ្នឹងវាទៅជាក្តៅរឹសវិញអញ្ចឹងណាបងប្អូនបន្ទាប់មកយើងចាប់ដើមកាយដីហ្នឹងលុបវាអញ្ចឹងមកហាដីដែលយើងច្បល់ជាមួយអាចមន់ហ្នឹងគឺយើងកាយដាក់វាពីលើអញ្ចឹងមកហើយដាំហ្នឹងសំខាន់គឺយើងត្រូវជន់វាឲ្យណែនអញ្ចឹងមកបើមិនអញ្ចឹងទេងាប់អស់ហើយខែក្តៅអញ្ចេះផងបើដាំធូហ្នឹងរាំងតែ 4-5 ថ្ងៃទៀតហ្នឹងគឺងាប់បាត់ឥឡូវហ្នឹងហើយឥឡូវនេះដើមបឺរបស់ខ្ញុំហ្នឹងគឺបានដាំហើយបងប្អូនអញ្ចឹងយើងធ្វើការស្រោចទឹកអញ្ចឹងស្រោចទឹក 3-4-5 ផ្ទល់មកដើម្បីឲ្យវាជោគត្រជាក់នៅនឹងឯងហើយដើមបឺនេះបងប្អូនហើយល្អណាខ្ញុំបដោះហ្នឹងចិត្តមួយឆ្នាំឯណាហើយម៉ែក្មេកខ្ញុំមកឲ្យតែគាត់បានគ្រាប់អីមួយហ្នឹងគឺគាត់បកកែខាងបដោះហើយចំណែកឲ្យខ្ញុំវិញហ្នឹងគឺខ្ញុំបកកែខាងដាំព្រោះដោយសារតែគាត់បដោះហើយអញ្ចឹងគឺយើងត្រូវតែដាំឲ្យពេញដីមកឥឡូវហ្នឹងមេឃក៏រៀងបើកថ្ងៃបន្តិចហើយក៏ឆ្លៀតពេលហ្នឹងមកដាក់បោកក្អៅឲ្យបងប្អូននៅទាន់នៅព្រឹកព្រោះដោយសារតែប្រហែលថ្ងៃហ្នឹងអត់មានថ្ងៃរះឲ្យបងប្អូនអើយមេឃសតុំជាប់រហូតតាំងពីធ្លាក់ភ្លៀងមួយមេសាមុនមកហើយយប់មិញហ្នឹងគឺធ្លាក់ភ្លៀងមកមួយមេទៀតអញ្ចឹងគឺអត់មានថ្ងៃរះទេឡើង2 3 4 5ថ្ងៃហើយអញ្ចឹងថ្ងៃនេះតែមានឃើញថ្ងៃរះបន្តិចអញ្ចឹងក៏ឆ្លៀតពេលមកបោកក្អៅកាត់ព្រឹកឲ្យហើយហាក្អៅកាត់ព្រឹកកែងលោល្ងាចឡើងមេឃសតុំហើយមេឃភ្លៀងទៀតវបដល់មេឃអញ្ចឹងទៅខ្លាចតែក្អៅអត់ស្ងួតអញ្ចឹងណាអញ្ចឹងក៏ឆ្លៀតបោកក្អៅហ្នឹងឲ្យហើយមកខ្ញុំនៅផ្ទះអញ្ចឹងបងប្អូនមើលកូនផងធ្វើការងារផ្ទះផងអញ្ចឹងការងារណាខ្លះគឺយើងត្រូវតែឆ្លៀតបានគឺឆ្លៀតអត់មានពេលអង្គុយសម្រាប់ទេតែហ៊ានអង្គុយសម្រាប់ដាក់ដៃបន្តិចអញ្ចឹងការងារមួយមុខពីរមុខហ្នឹងគឺនៅស្កាកពេញតែនឹងឯងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមរៀបចំបោកក្អៅហើយគឺខ្ញុំប្រើជាមួយនឹងសាប៊ូខ្ជិលហ្នឹងគឺជាផលិតផលរបស់កូនខ្មែរយើងបងប្អូនកាលពីមុនអត់ទាន់មានបញ្ហាចំនួនអញ្ចឹងគឺប្រើតែរបស់ថៃទេជាពិសេសសាប៊ូវីសូបងប្អូនហើយប៉ុន្តែឥឡូវខ្ញុំឈប់ប្រើសាប៊ូវីសូហើយព្រោះដោយសារតែវាជាផលិតផលរបស់ថៃអញ្ចឹងគឺខ្ញុំបកមកប្រើជាមួយនឹងសាប៊ូខ្ជិលដែលជាផលិតផលរបស់កូនខ្មែរយើងហើយសាប៊ូខ្ជិលហ្នឹងបងប្អូនគឺបោកក្អៅបានស្អាតល្អហើយបើសិនជាយើងខ្ជិលបោកក្អៅអីគឺយើងត្រូវការត្រាំវាចោលប្រហែលជា 3-4 ម៉ោងអីចឹងទៅដើម្បីឲ្យសាប៊ូហ្នឹងវាកាត់ក្អៅអស់ហើយយើងយកមកបោកគឺស្អាតលឿនណាប៉ុន្តែនេះគឺខ្ញុំអត់បានត្រាំទេអញ្ចឹងគឺយើងត្រូវការរុះហ្នឹងគឺរៀងហត់តិចប៉ុន្តែសម្រាប់សាប៊ូខ្ជិលហ្នឹងពេលដែលយើងដុសអញ្ចឹងបងប្អូនគឺស្អាតល្អណាហើយកៅពីកធនដែលខ្ញុំបោកអំបញ្ញមិញហ្នឹងគឺខ្ញុំបោករយៈពេលអស់1ម៉ោងបងប្អូនហើយឥឡូវបោករយៈពេល1ម៉ោងហើយចាប់ផ្ដើមមកលាងកៅហ្នឹងយកកៅទៅដាក់ហាលម្ដងហើយការលាងកៅរបស់ខ្ញុំហ្នឹងគឺខ្ញុំត្រូវការប្រហូរទឹកអញ្ចឹងឯងបានលាងបានលឿនបងប្អូនហើយអាឡែងទៅដាក់ជន់មកទឹកពីទឹកហ្នឹងគឺយូរណាស់ប៉ុន្តែលាងទឹកប្រហូរអញ្ចឹងគឺស្អាតល្អណាស់បងប្អូនព្រោះដោយសារតែវាអត់មានទឹកអក់ទេទឹកគឺនៅថ្លារហូតហើយបើកៅខ្ញុំនេះជាមួយនឹងកូនខ្ញុំ2នាក់ទៀតហ្នឹងគឺ3ថ្ងៃខ្ញុំដាក់បោកម្ដងហើយ3ថ្ងៃហ្នឹងគឺចំនួន2កធនណាបងប្អូនព្រោះដោយសារតែកៅខ្ញុំផងកៅកូនខ្ញុំផងហើយបើកូនខ្ញុំវិញមួយថ្ងៃម្នាក់គឺ
3-4កាផ្លេជាពិសេសគឺអាពៅខ្ញុំនឹងឯងអាទូជាងគេដែលអាសាមកជួយខ្ញុំហ្នឹងគឺគាត់ហ្នឹងមួយថ្ងៃ3ទៅ4កាផ្លេហ៎ហើយបើថាភ្លេចខ្លួនជួនកាលអាពាក់កៅអៅហើយភ្លាមហ្នឹងមកផ្លែតទៅលេងផុកបាត់ពាក់មិនទាន់បាននឹង10នាទីផងគឺគាត់ទៅលេងផុកប្រឡាក់ទៀតគិតទៅផ្ទះឲ្យតែមានក្មេងលពឹសបងប្អូនហើយគឺយើងហត់តែម្ដងហត់នឹងរៀបចំផ្ទះហត់នឹងបោកកៅអៅហត់គ្រប់មុខកូនប្រុសខ្ញុំ2នាក់ហ្នឹងបងប្អូននិយាយពីលេងជាមួយគ្នាវាយគ្នាឆ្លោះគ្នាជាងពីរស់ស៊ីហើយនឹងអុយក្រែនទៀតបងប្អូននិយាយពីវាយគ្នាអត់ឈប់